មុនពេលខ្ញុំខ្លាចជាឪពុកមុនពេលខ្ញុំខ្លាចជាព្រិចខ្ញុំគឺជាជនជាតិស្ប៉ាតានពួកស្ប៉ាតានការកាប់កិច្ចរបស់យើងគឺដើម្បីស្ប៉ាតាការអភ័យខ្លាចគឺជាប្រតិកម្មសេចក្តីក្លាហានគឺជាការសម្រេចចិត្តបំបែកការវាយប្រហាររបស់ពួកវាក៏មិនធូរដៃមិនត្រូវដេកដួលឡើយមិនបោះបង់គ្នាឡើយរួបរวมគ្នាជានិច្ចរឿងព្រេងនិទាននៃព្រះនិងសត្វចម្លែកនៃសោកនាដកម្មនិងជ័យជំនះនៃការបំផ្លិចបំផ្លាញនិងការលួចកំហុសចាប់ផ្ដើមនៅទីនេះពួកស្ប៉ាតានត្រៀមខ្លួនសម្រាប់ស្ប៉ាតាព្រះនៃសង្គ្រាមបរិរបស់នគរស្ពាតានេះគឺជាការចាប់ផ្ដើមតែប៉ុណ្ណោះ